បើសិនជាមានជាមួយនឹងត្រីងៀតប្រៃបងប្អូនអាចសាកយកមកស្លជាមួយនឹងម្ជូរស្លឹកអំពិលហើយលាយកៅអៅឈូកបន្តិចតួចចេះទៀតណាគឺបង្កើនរសជាតិសម្លរបស់យើងឆ្ងាញ់មែនទែនហើយចំពោះរសជាតិស្លម្ជូរស្លឹកអំពិលត្រីងៀតនេះវាស្តៀងជាមួយនឹងស្លម្ជូរត្រីឆ្អើបងប្អូនគាត់ថាមួយយើងប្រើជាមួយនឹងត្រីឆ្អើហើយមួយទៀតគឺយើងប្រើជាមួយត្រីងៀតប្រៃបែបនេះចំពោះត្រីងៀតនេះបងប្អូនចង់ស្លឲ្យឆ្ងាញ់បងប្អូនគួរតែប្រើជាមួយនឹងត្រីងៀតប្រៃយើងមុននឹងដាក់ស្លត្រាំទឹកចោលខ្ទង់ប្រហែលជា15នាទីទៅ20នាទីចោលសិនណាដើម្បីឲ្យសាច់ត្រីងៀតនឹងវាអស់ជាតិប្រៃខ្លះចាតោះឥឡូវងាកទៅមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាជាដំបូងគឺខ្ញុំសូមបង្ហាញជាមួយនឹងម្ទេសប្លោកខ្មែរយើងសិនដោយសារតែខែនេះគឺសម្បូរណាស់ជាមួយនឹងម្ទេសប្លោកខ្មែរហើយតម្លៃនឹងក៏ធូរដែរយើងលាយបន្តិចចឹងទៅដើម្បីឲ្យទឹកសម្លរបស់យើងមានជាតិហឹរតិចតិចបានញ៉ាំឆ្ងាញ់ចំណែកឯផ្នែកសាច់ត្រីគឺខ្ញុំប្រើជាមួយត្រីងៀតប្រៃខ្ញុំត្រាំទឹកចោលខ្ទង់20នាទីដើម្បីឲ្យវាអស់ជាតិប្រៃខ្លះរីឯគ្រឿងកាត់ឆ្អាបមានដូចជាគល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកក្រូចចំណែកឯផ្នែកម្ជូរវិញខ្ញុំប្រើជាមួយនឹងស្លឹកអំពិលបងប្អូនគ្រឿងក្រៅបន្លែដែលខ្ញុំគិតថាស្លឆ្ងាញ់ហើយត្រូវជាងគេគឺមានតែប្រមាណមុខនេះឯងមានជាមួយនឹងកៅអៅឈូកសាច់ច្បាងហើយនិងប៉េងប៉ោះ cherry ហើយកុំភ្លេចថែមជាមួយនឹងម្ទេសប្លោកខ្មែរយើងបន្តិចផងណាដើម្បីវាមានជាតិហឹរតិចតិចចំពោះការស្លគ្រាន់តែយើងដាក់ដាំទឹកនឹងឲ្យពុះសិននៅពេលដែលទឹកពុះហើយដាក់ជាមួយនឹងគ្រឿងកាត់ឆ្អាបនឹងចូលមុនគេបងប្រហុកចូលហើយនឹងត្រីងៀតនឹងដាក់ចូលរីឯគ្រឿងក្រៅដែលខ្ញុំត្រូវផ្សំចូលនេះគឺខ្ញុំអត់សូវដាក់ឲ្យច្រើនពេកទេបងប្អូនដោយសារតែសាច់ត្រីងៀតនឹងវាមានជាតិប្រៃខ្លះអញ្ចឹងហើយខ្ញុំដាក់មួយមុខបន្តិចមានដូចជាអំបិលប៊ីចេងម្សៅស៊ុបហើយនិងស្ករបន្តិចនៅពេលដែលដាក់ត្រីងៀតចូលគឺខ្ញុំទុកប្រហែលជា20នាទីទុកឲ្យវាចេញជាតិប្រៃមកអស់សិនណាបានខ្ញុំភ្លក់មើលរសជាតិតាមក្រោយបើសិនជាស្ទើរអីចាំយើងថែមតតាមក្រោយទៀតបានណាបងប្អូនចាបន្ទាប់ពីខ្ញុំដាក់ត្រីងៀតនេះគ្រប់រយៈពេល20នាទីហើយគឺវាចេញជាតិមកបានល្អមែនទែនហើយសម្រាប់រសជាតិហ្នឹងណាគឺមកល្មមហ្មងអញ្ចឹងហើយខ្ញុំដាក់បន្លែចូលមានជាមួយនឹងកៅអៅឈូកហើយនឹងផ្សិតច្បាងចំណែកឯម្ជូរនេះវិញខ្ញុំប្រើជាមួយនឹងម្ជូរស្លឹកអំពិលបងប្អូនបើសិនជាបងប្អូនអត់មានជាមួយនឹងស្លឹកអំពិលទេអាចប្រើជាមួយនឹងម្ជូរអំពិលទុំហ្នឹងគឺបានដូចគ្នាដោយសារតែស្លឹកអំពិលពេលដែលយើងបង់ចូលជាមួយនឹងជាប្រភេទស្លអញ្ចឹងគឺត្រូវមែនទែនហើយរសជាតិនេះគឺយើងស្លធ្វើម៉េចឲ្យបែបរីងជូរជ្រះបន្តិចមកណាបានញ៉ាំឆ្ងាញ់ហើយចំពោះស្លម្ជូរពេលដែលយើងស្លឲ្យក្តៅៗអញ្ចឹងយើងដួសមកញ៉ាំក្តៅហត់ទៅគឺឆ្ងាញ់ណាស់បងប្អូនហើយជាពិសេសបើសិនជាបងប្អូនខ្លះក៏មានអារម្មណ៍ថាថ្ងៃហ្នឹងដូចជាសាបមាត់សាបកអីសាកតាមមួយចានពីរចានទៅធានាឲ្យថាហត់ទៅដឹងតែស្វាងចេះហ្មងចំណែកឯស្លឹកម្រះព្រៅនេះបងប្អូនគួរតែបេះលាយជាមួយនឹងផ្កាម្រះព្រៅហើយនឹងស្លឹកវាដាក់លាយដូចខ្ញុំអញ្ចឹងគឺក្លិនឈ្ងុយខ្លាំងណាស់មិនថាមកអមឬក៏ម្រះព្រៅអីទេពេលដែលវាមានផ្កាហើយយើងបង់ចូលក្នុងទឹកសម្លគឺក្លិនឈ្ងុយខ្លាំងមែនទែនបងប្អូនចាពេលដែលខ្ញុំបង់ចូលជាមួយនឹងម្រះព្រៅហើយគឺខ្ញុំអត់ទុកវាឲ្យពុះទេដោយសារតែកាលណាបើសិនជាទុកវាឲ្យពុះយូរពេកធ្វើឲ្យស្លឹកម្រះព្រៅនេះវាទៅជាស្លោកគឺឃើញពណ៌អត់សូវស្អាតទេណាចាចំពោះរសជាតិសម្លម្ជូរនេះដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងគឺយើងស្លបែបរាងជូរជ្រះបន្តិចមកហើយចាផុកបន្តិចបន្តួចទៀតគឺឆ្ងាញ់មែនទែនគឺយើងញ៉ាំក្តៅចាចំពោះមួយមុខនេះបើសិនជាបងប្អូនខ្លះក៏ចូលចិត្តញ៉ាំជាប្រភេទសម្លម្ជូរដូចខ្ញុំអញ្ចឹងកុំភ្លេចសាកធ្វើជើងគ្រួសារខ្ញុំផងណាដោយសារតែរសជាតិក៏ឆ្ងាញ់រីឯការធ្វើនឹងក៏ងាយស្រួលទៀតចាសម្រាប់ការបង្ហាញមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានការបង្ហាញតែប៉ុណ្្នឹងទេថ្ងៃស្អែកជួបគ្នាសារជាថ្មីម្ដងទៀតអរគុណ